រថយន្តកុំទិញពណ៌ខ្មៅពេលទៅជួសជុលរថយន្តត្រូវហៅថាថៃកែកុំហៅថាកជីនជួសជុលរថយន្តពេលទៅស្នាក់នៅផ្ទះញាតិកុំស្នាក់នៅលើស3ថ្ងៃពេលចេញទៅក្រៅផ្ទះយូរថ្ងៃហើយត្រឡប់មកផ្ទះវិញត្រូវគោះទ្វារ3ដងសិនចាំជួបផ្ទះគេម្នាក់ឯងកុំដាក់ខ្នើយ2ពេលជួបផ្ទះត្រូវពិនិត្យក្រោមគ្រែជាមុនសិនដើរសន្តាគារកុំដេកអាក្រាតកាយកុំជួសសន្តាគារនៅម៉ោង1យប់ហើយកុំចុះមន្ទីរពេទ្យនៅម៉ោង3ភ្លឺពេលទិញថ្នាំនៅហាងថ្នាំកុំទិញតាមការណែនាំរបស់អ្នកលក់ត្រូវជ្រើសរើសថ្នាំដែលតម្លៃធូរហើយមានប្រសិទ្ធភាពល្អបើប្រាក់ខែអ្នក10000ពេលនិយាយឲ្យមនុស្សក្រៅដឹងត្រូវនិយាយតែ4000ឬច្រើនបំផុតក៏ត្រឹមតែ6000បានហើយដូច្នេះទើបសុវត្ថិភាពពេលនិយាយនៅតុផឹកស៊ីត្រូវដាក់ចង្កេះនិងស្លាបព្រាលើតុកុំកាន់ចង្កេះនិងស្លាបព្រានិយាយឲ្យសោះពេលទៅសួរសុខទុក្ខអ្នកជំងឺនៅផ្ទះអ្នកអតីត្រូវទៅពេលព្រឹកកុំទៅពេលរសៀលឬពេលល្ងាចពេលទៅនិយាយការងារនៅផ្ទះអ្នកអតីបើម្ចាស់ផ្ទះចាក់ទឹកតែពេញពេងមិនថាដោយចិត្តនេះឬអចិត្តណាក៏ដោយត្រូវរកលេសចាក់ចេញភ្លាមពេលទៅធ្វើភ្ញៀវនៅផ្ទះអ្នកអតីត្រូវយកអំណោយតិចតួចទៅផងសំបីតែផ្លែប៉ោមមួយថង់ក៏បានអំណោយតិចតែមានមនោសញ្ចេតនាច្រើនពេលនៅផ្ទះអ្នកអតីត្រូវចេះសរសើរពីកូនចៅនិងបរិយាកាសផ្ទះនោះទើបហៅថាជាមនុស្សយល់ដឹងរយៈជ្រៅកុំលេងល្បែងស៊ីសងជាមួយភរិយារបស់មិត្តភក្តិអ្នកបើមិនដូច្នោះទេសំបីតែមិត្តភក្តិក៏នឹងបាត់បង់ទោះមានមិត្តភាពល្អយ៉ាងណាក៏ដោយកុំប្រដៅកូនអ្នកអតីបើបានណែនាំ2ដងហើយពួកគេនៅតែមិនស្ដាប់លើកក្រោយកុំណែនាំទៀតប្រសិនបើអ្នកអតីផ្ដល់អំណោយឲ្យអ្នក$500អ្នកមិនគួរផ្ដល់ទៅវិញ$600ឡើយនេះនៅលើโลกនេះអ្វីដែលខ្លាំងបំផុតមិនមែនជាលុយក៏មិនមែនអំណាចតែជារបៀបនៃការ